Hello អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកំ pl ែងសោកជុកពួកចំណងជើងថាអ្នកទិញលេសម័យអង្គរ The Lost Seller of Angkor Era តួអង្គរប្រចាំភូមិមានដូចជាស្រីម៉ាប់លេកុបសេរីដើរតួជាអ្នកលក់លេតាមអនឡាញអ្នកលក់លេម៉ត់ដាច់សំឡេងខ្ពស់ដកឋានសួគ៌ចាក់តែជាអ្នក comment លោកមេតបខ្លាធំដើរតួជាមេតបសម័យអង្គរមេតបចិត្តឆៅសាហាវខោខៅតែចាញ់សម្រក់ស្រីស្អាតអាតៅមេងលដើរតួជាកូនចៅមេតបទីហ៊ានចំណិតដែលយឺតចូលចិត្តធ្វើរឿងឆ្ងងឲ្យគេសោតយាយខ្ញងម៉ាស៊ីនជេដើរតួជាអ្នកចិត្តខាងច្រណែនយាយចាំចាក់រកនៅភូមិមកដាច់ជាងម្ចាស់លេទៅទៀតត្រៀមក្រពះសោយទាំងហើយគ្រា Let's go ស្រីម៉ាប់កំពុងឡាយលក់លេផ្អើលភូមិច្រៀងរំក្រវីក្បាលដោយសัตว์ចូលរូបកូនចៅដាក់ភ្លើងរៀងឡាយឡើងចាំងភ្នែកអ្នកភូមិចិត្តខាងគាត់ស្រែកជេរអ្នក comment ថាអត់លុយទិញអាម៉ត់វិញស៊ីស្ករក្របស្អិតជាប់ថ្មិញមើលទៅគួរឲ្យចង់សើចមែនតែនស្រាប់តែមេឃឡើងងឹតស្លុបរន្ទះបាញ់ភងចំកណ្ដាលកាមេរ៉ាធ្វើឲ្យគាត់វិលក្បាលដួលផ្ងាជើងឡើងលើបាត់ស្មារតីដឹងខ្លួនឡើងស្រីម៉ាប់ស្រាប់តែឃើញខ្លួនឯងនៅកណ្ដាលព្រៃជ្រៅដែលមានមនុស្សជីដំរីកាន់លំពេញដេញគ្នាដូចក្នុងរឿងភាគបុរាណគាត់ស្មានតែគីកំពុងថតគុណក៏ស្ទុះទៅសួររកកន្លែងដោតសាក់ថ្មទូរស័ព្ទព្រោះខ្លាចដាច់ឡាយឲ្យមួយមើលទីហ៊ានទាំងនោះនាំគ្នាស្រឡំកាំងសម្លឹងមើលសម្លៀកបំពាក់ពណ៌ផ្កាឈូកចេះរបស់គាត់ទាំងមិនដឹងថាគាត់ជាអាបឬជាខ្មោចព្រៃបិសាចមកពីណាអាតូឃើញស្រីម៉ាប់ប្លែកពេកក៏ស្ទុះទៅយកលំពេងចាក់តែស្រីម៉ាប់បែរជាទៀន10-0មកបាញ់ក្បាលអាតូឡើងសើមជុកទៅវិញគាត់ស្រែកដាក់ទីហ៊ានថាកុំមកលេងសើចជាមួយម៉ែមិនមែនតួសម្ដែងទេម៉ែជាថៅកែលេលំដាប់ពិភពលោកទីហ៊ានទាំងអស់គ្នាភ័យស្លិនស្លោព្រោះក្លិនសេរ៉ូមក្រអូបពេកស្មានតែជាមុនអាគមសម្ដំចិត្តដែលសត្រូវបញ្ជូនមកសម្លាប់ពួកគេមេតបខ្លាធំបូដំរីមកដោលមុខស្រីម៉ាប់ទាំងទឹកមុខកាយសាហាវដោយខ្លាខ្មោចអត់ចំណៃដៃកាន់ដាវយាចំកាប់ក្បាលស្រីម៉ាប់តែម្ដងស្រីម៉ាប់មិនខ្លាចទេបែរជាទាញកាមេរ៉ាមក selfie ជាមួយមេតបហើយសួរថាពូឯងមុខកញ្ញួយជាងប្រយ័ត្នឆាប់ចាត់ណាមកប្រាលេបំបត្តិជ្រួយម៉ែទៅមេតោកឆ្នោយ៉ាងខ្លាំងថាលេគឺជាអ្វីហើយហេតុអ្វីស្រីម្នាក់នេះហ៊ានមករិះគន់ផ្ទៃមុខដ៏មានអំណាចរបស់លោកបែបនេះស្រីម៉ាប់មិនបងអង្គយូក៏ទាញលេមើលកំប៉ុងធំមកលាបលើមុខមេតបទាំងដែលមេតបកំពុងស្រឡាំងកាំងនិយាយមិនចេញគាត់យកដៃទៅដុំមុខមេតបឡើងក៏ហមងាំងដូចគេខាត់ឆ្នាំងបាយឯទីហ៊ានឯទៀតឈើមើលទាំងហួចចិត្តជាខ្លាំងមេតបចាប់ផ្ដើមមានអារម្មណ៍ថាទៅជាមុខស្រួយខ្លួនក៏ស្រាប់តែភ្លេចរឿងច្បាំងមកអង្គុយឆ្លុកកញ្ចក់មើលមុខខ្លួនឯងដែលសខ្មៅដោយខ្លាឃ្លុំផែនដាស្របតែស្ត្រីមកខាងទៀតសម្រុកចូលមកស្រីម៉ាប់ឃើញទីហ៊ានស្ត្រីជីសែមករកគាត់ក៏ទាយកង់ភ្លើងរីងឡែកមកបញ្ចាំងដាក់ភ្នែកស្ត្រីពន្លឺចាំងខ្លាំងពេកធ្វើឲ្យទីហ៊ានស្ត្រីភ័យព្រលឹងជងសក់ស្មានតែស្រីម៉ាប់មានកញ្ចក់ទប់បញ្ចេញរស្មីសម្លាប់មនុស្សបានសេះក៏ផ្អោរត់ជន់គ្នាឯងធ្វើឲ្យសមរភូមិទាំងមូលคล้ายជាកន្លែងលេងសើចឯស្រីម៉ាប់ឈួតជេកប់មាត់ដូចកំពុងឡាយអញ្ចឹងស្រីម៉ាប់ស្រែកថានរណាចង់សត្រូវជាមួយម៉ៃគឺត្រូវប្លុកទាំងអស់សម្ដីក៏ដូចមុនអាគមធ្វើឲ្យសត្រូវងឿងឆ្ងល់ស្មានតែជាភាសាទេវតាគាត់យកជើងតម្រកាមេរ៉ាមកធ្វើជាដំបងក្រវីទៅមកបុកចំកណ្ដាលមកទីហ៊ានសត្រូវម្នាក់ឡើងដួលផ្ងាយជើងដូចកង្កែបត្រូវកំជ្រួយមេតបខ្លាធំឃើញបែបនេះក៏សើចក្អាកក្អាយពេញចិត្តនឹងក្បាច់4ចម្លែករបស់ស្រីម៉ាប់ដែលមិនធ្លាប់ឃើញមានក្នុងសិភៅយុទ្ធសាស្ត្រណាមួយមេតបខ្លាធំសួរស្រីម៉ាប់ថាតើអ្នកនាងមកពីនគរណាហេតុអ្វីមានអាវុធពន្លឺអស្ចារ្យបែបនេះស្រីម៉ាប់ឆ្លើយទាំងរឹកខ្ពស់ថាមកពីនគរ Facebook ដ៏ល្បីល្បាញគាត់ចាប់ផ្ដើមរៀបរាប់ពីការលក់លេតាមអនឡាញដែលមេតបស្នាប់មិនយល់សូម្បីតែមួយម៉ាត់តែខំធ្វើមុខងក់ក្បាលយល់ស្របតាមអាតៅលក់យកលេស្រីម៉ាប់មកស៊ីព្រោះស្មានតែជាបងអែមធ្វើឲ្យពពុះជិនតាមមាត់ដូចឆ្កែឈួតផ្អើលអស់ទីហ៊ានពេញកងទ័ពស្រីម៉ាប់ខឹងអាតខ្លាំងពេកក៏យកស្បែកជើងផ្ទួតមុខវេក្បាលអាតភុងធ្វើឲ្យទីហ៊ានទាំងអស់គ្នាភ័យខ្លាចអំណាចមេលេម្នាក់នេះជាខ្លាំងគាត់ប្រកាសថាបើណែណាមិនទិញលេលវក់ម៉ែទេម៉ែនឹងដាក់បណ្ដាសាឲ្យមុខខ្មៅដូចបាត់ឆ្នាំងអស់មួយជីវិតរហូតដល់ជាតិក្រោយមេតបខ្លាធំខ្លាចមុខខ្មៅមិនសង្ហាក៏បញ្ជាឲ្យទីហ៊ានទឹកអត់ដោះគ្រឿងអលង្ការមាសមកដូរយកលេស្រីម៉ាប់ម្នាក់មួយកំប៉ុងខណៈពេលដែលកំពុងដូរលេសត្រូវមួយក្រុមទៀតមកលួចឆ្មក់វាប្រហាពីក្រោយតែត្រូវស្រីម៉ាប់បាញ់ថ្នាំទឹកអប់ក្លិនឈួរស្លាក់ខ្យល់ងាប់ពីកណ្ដាលស្រីម៉ាប់ស្រែកថាកុំមកឈួរនឹងហាមចៅនៅទីនេះបើមិនសៀឲ្យម៉ែទេម៉ែមិនឲ្យចូលសមរភូមិទេធ្វើឲ្យសត្រូវរត់ជន់គ្នាទៅវិញអស់មេតបខ្លាធំកោតសរសើរស្រីម៉ាប់ខ្លាំងណាស់ដល់ថ្នាក់ចង់តែងតាំងឲ្យធ្វើជាមេតបស្រីប្រចាំកងទ័ពការពារសម្រក់និងសុខភាពស្បែក
មេតបសត្រូវឃើញកូនចៅរត់អស់ក៏សម្រាប់ចាត់ចេញមកប្រយុទ្ធជាមួយស្រីម៉ាប់ម្នាក់ឯងដោយកាន់ដាវធំដោយក្បាលមនុស្សស្រីម៉ាប់មិនតក់ស្លួតឡើយគាត់បែរជាទាញស្ព្រេបាញ់មុខឲ្យសោះខ្ចីបាញ់ចំភ្នែកមេតបសត្រូវឡើងស្រវាំងមើលអីមិនឃើញសោះឡើយស្រីម៉ាប់តជើងក្រោមមួយបណ្ដាលឲ្យមេតបសត្រូវដួលអុកគូតរួចយកលេលាបងាត់ឲ្យឡើងផ្កាឈូកមើលទៅអស់លក្ខណៈជាមេតបតែម្ដងបន្ទាប់ពីឈ្នះសង្គ្រាមដ៏មិនបែកប្រាវដាវស្រីម៉ាប់ក៏ក្លាយជាវីរនារីប្រចាំសម័យអង្គរដែលមានឈ្មោះបោះសម្លេងខាងពូកែជេនិងលក់លេគាត់បង្ខំឲ្យមេតបសាងសង់ប្រាសាទមួយដាក់ឈ្មោះថាប្រាសាទលេលាយដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយបានដឹងមេតបខ្លាធំចាប់ដើមលង់ស្រឡាញ់ស្រីម៉ាប់តែស្រីម៉ាប់ប្រាប់ថាគាត់មានប្តីរួចហើយកំពុងចាំនៅផ្ទះមើលកូននឹងចောက်លេឲ្យគាត់លក់ស្រីម៉ាប់ចាប់ផ្ដើមធុញទ្រាន់ព្រោះនៅសម័យនេះគ្មានអ៊ីនធឺណិតសម្រាប់ live លក់លេនិងគ្មានអ្នកដឹកជញ្ជូនឲ្យមួយទាន់ចិត្តគាត់ដើររកកន្លែងដែលមានរន្ទះបាញ់ម្ដងទៀតដើម្បីសង្ឃឹមថានឹងបានត្រឡប់ទៅផ្ទះវិញទីកាន់ពិភពលោកដែលមានហាងបុកល្ហុងឆ្ងាញ់គាត់យកដៃលំពាំងទៅបុកលើដីរួចលើកដៃបន់ស្រន់ទេវតាឲ្យជួយបញ្ជូនគាត់ទៅវិញព្រោះគាត់នឹកគុណចៅឡាយឲ្យគាត់ជេរត្រឡប់មកសម័យអង្គរវិញស្រីម៉ាប់កំពុងឆ្លុះជាមួយដំរីមេតបព្រោះដំរីនោះជួសដាក់កំពុងលេដ៏មានតម្លៃរបស់គាត់យកអំបោះដេញវាដំរីធ្វើឲ្យដំរីផ្អើលរត់ពេញមន្ទីរទាហានបណ្ដាលឲ្យមេតបខ្លាធំធ្លាក់ពីលើបន្លំដាច់ថ្ងាជើងឡើងលើភាពវឹកវរនេះធ្វើឲ្យស្រីម៉ាប់សើចឡើងផ្អើលព្រៃតែភ្លាមនោះមេឃក៏ចាប់ផ្ដើមឡើងពណ៌ស្វាយនិងមានផ្គរលាន់ឮសួរខ្លាំងម្ដងទៀតរុនតែបាញ់ភងចំកង់ភ្លើងដែលស្រីម៉ាប់កំពុងអោបជាប់នឹងទ្រូងធ្វើឲ្យខ្លួនគាត់ចាប់ផ្ដើមរលាបាត់ម្ដងបន្តិចពីមុខមេតបខ្លាធំយំសោកបោកខ្លួនព្រោះមិនទាន់បានរៀនវិធីលាបលេឲ្យសពផ្ទៃមុខនៅឡើយទេអាតូវិញឈរយំសោកព្រោះអត់មានអ្នកជេរស្រីម៉ាប់ស្រីផ្ដាំចុងក្រោយថាកុំ pick follow pick my ផងណាកូនចៅទាំងអស់គ្នាចាំជាតិក្រោយជួបគ្នាម្ដងទៀតនៅតាម Facebook ស្រីម៉ាប់ធ្លាក់ព្រុសមកដល់កណ្ដាលផ្ទះវិញចំពេលដែលយាយខ្ចង់កំពុងលួចចូលមកមើលទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់ល្មមយាយខ្ចង់ភ័យពេកលិចនោមដាក់ខោដួលផ្ងាក្រោយព្រោះស្មានតែខ្មោចស្រីម៉ាប់ចូលមកតាមលងបន្លាយរូបគាត់ដែលជួយចិត្តចាក់រូបគេស្រីម៉ាប់ក្រោកឈរឡើងទាំងសក់កន្ទ្រើងរួចស្រែកជេរយាយខ្ចង់ថាមីយាយចង្រៃឯងមកធ្វើគេក្នុងផ្ទះអញចង់លួចលេអញទៅលៀបមែនទេអ្នកភូមិផ្អើលឆោឡាមកមើលស្រីម៉ាប់វិញតែគ្រប់គ្នាត្រេកខ្ទប់ច្រមុះព្រោះស្រីម៉ាប់មានក្លិនខ្លួនដោយក្លិនអាតនិងក្លិនដំរីសម័យអង្គរស្រីម៉ាប់ដើរអួតប្រាប់គេថាគាត់ទៅដើរលក់លេនៅសម័យអង្គរមកឈ្នះសង្គ្រាមរាប់សប្ដងដោយសារតែគុណភាពលេលាយគ្មានអ្នកណាម្នាក់ជឿសម្ដីគាត់ឡើយគេស្មានតែគាត់ឡាយលក់លេយូរពេកតែជេរឈួតឡប់សទេដានិយាយម្នាក់ឯងដោយមនុស្សរវើវាយចុងក្រោយស្រីម៉ាប់ត្រូវដេញតាមដោយហ្វូងឆ្កែពេញភូមិព្រោះក្លិនលេដែលគាត់លាបមកពីសម័យអង្គរនោះវាឆ្អាបដូចត្រីអាំងគាត់រត់បណ្ដើស្រែកជេរឆ្កែបណ្ដើឯអ្នកភូមិសើចរឹងពួកឃើញអ្នកលក់លេល្បីឈ្មោះរត់ចោលស្បៃជើងដាច់ផ្ងានេះហើយជាលទ្ធផលនៃអ្នកដែលចូលចិត្តអួតពេកនិងអ្នកដែលឆ្លងភពទៅទាំងមិនដឹងអីរហូតមកដល់ផ្ទះវិញក៏នៅតែមិនឈប់កំប្លែងសក់ឡើយ